សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំធ្វើប៉ាតេត្រីមានពីររសជាតិហឹរនិងរសជាតិធម្មតាពេលបងប្អូនចំហុយឆ្អិនហើយអត់ចង់យកទៅចៀនដូចខ្ញុំក៏បានដែរតាមចំណូលចិត្តរបស់បងប្អូនចំពោះត្រីខ្ញុំមានត្រីប្រា1គីឡូប៉ុន្តែខ្ញុំដាក់ខ្នាតតែកន្លះគីឡូទេបើបងប្អូនប្រើត្រីកកdefrost វាឲ្យវារលាយទឹកកកហើយចាំយកមកកាប់ដុំកិនអញ្ចឹងខ្ញុំកិនដំបូងតែកន្លះគីឡូឯណាកិនប្រហែលជា1នាទីបានខ្ញុំដាក់គ្រឿងផ្សំម្សៅខ្ទឹមសអត់មានម្សៅខ្ទឹមសប្រើខ្ទឹមស្រស់ក៏បានដែរបន្តិចទៅហើយនឹងស្ករ1ស្លាបព្រាកាហ្វេម្សៅឆា2ស្លាបព្រាបាយ baking powder កន្លះស្លាបព្រាកាហ្វេហើយនឹងអំបិលបន្តិចទៅម្រេចនេះបងប្អូនដាក់ប្រមាណដាក់ទៅទឹកត្រី2ស្លាបព្រាបាយនិងប្រេងខ្យង1ស្លាបព្រាបាយរូបមន្តនេះគឺត្រីកន្លះគីឡូគឺរូបមន្តល្មមបងប្អូនមុននឹងបងប្អូនថែមថយធ្វើរូបមន្តនេះហូបសិនហើយបងប្អូនដឹងថាប្រៃផ្អែមអីចាំថែមថយតាមក្រោយដោយសារតែទឹកនេះរាងក្រហមដោយសារតែខ្ញុំតំបើកដងប្រេងខ្យងហើយខ្ញុំស្ដាយប្រេងខ្យងបងប្អូនដាក់ទឹកសុទ្ធធម្មតាទៅ150មីលីលីត្រលាយចូលគ្នាឲ្យសព្វបានយកទៅដាក់ក្នុងត្រីហើយនឹងកិនធ្វើម៉េចឲ្យឡើងស្អិតណាបងប្អូនដោយសារខ្ញុំអត់មានត្រីឆ្លាតអញ្ចឹងរូបមន្តនេះសម្រាប់ខ្ញុំធ្វើត្រីប្រាបងប្អូនយកត្រីផ្សេងធ្វើខ្ញុំអត់ដឹងថាស្វិតអត់ទេព្រោះខ្ញុំធ្លាប់តែប្រើត្រីប្រាទេអញ្ចឹងអ្វីដែលខ្ញុំចង់បាននេះបើបងប្អូនកិនហើយសាច់ត្រីនៅផុយអត់ស្វិតទេទាំងប្រហិតទាំងប៉ាតេសាច់ជ្រូកក៏ដោយតើតែកិនឡើងស្អិតចឹងហើយខ្ញុំចង់បានរសជាតិហឹរខ្ញុំដាក់ម្សៅម្ទេសកិនចូលទៅចំពោះបងប្អូនគាត់សួរខ្ញុំថាទិញម៉ាស៊ីននៅណាម៉ាស៊ីននេះខ្ញុំទិញនៅអង់គ្លេសហើយក៏ខ្ញុំអត់មានលក់ដែរនៅស្រុកខ្មែរក៏អត់មានលក់ដែរម៉ាស៊ីនម៉ាកនេះប៉ុន្តែបើបងប្អូនចង់ទិញម៉ាស៊ីនម៉ាកអីម៉ាកទៅឲ្យតែម៉ាស៊ីននឹងលើកឡើងដុំវាធ្ងន់កាលណាល្អកាលហ្នឹងកាលណាដុំវាស្រាលគឺកិនអត់សូវល្អទេអញ្ចឹងការវេចខ្ចប់របស់ខ្ញុំធ្វើបែបខ្ញុំបងប្អូនវេចខ្ចប់តាមបែបបងប្អូនប៉ុន្តែខ្ញុំចូលចិត្តរុំថងហើយបានខ្ញុំយកស្លឹកចេកមកខ្ញុំចងនេះមិនមែនចងដូចនំសមទេរឹតតឹងទេគឺគ្រាន់តែចងដើម្បីកុំឲ្យវាហើបមាត់ទេអញ្ចឹងរូបមន្តនេះបងប្អូនដូចថាចង់រសជាតិដុតអីដាក់ប្រេងខ្យង2ស្លាបព្រាបាយថែមប៊ីចេងថែមម្សៅស៊ុបតាមបងប្អូនចូលចិត្តទេមុននឹងបងប្អូនធ្វើរូបមន្តនេះសិនហើយការហូបរសជាតិវាខុសៗគ្នាតែចំពោះខ្ញុំរសជាតិគឺល្មមសម្រាប់ខ្ញុំហើយបងប្អូនខ្មែរយើងមួយចំនួនគាត់ក៏មងខ្ញុំហ្នឹងគាត់ថារសជាតិល្មមចំណុចសំខាន់ជាងគេនៅពេលដែលយើងចំហុយបងប្អូនដាំទឹកឲ្យពុះឲ្យឆ្នាំងនឹងក្តៅដាក់ចំហុយនៅពេលដែលដាក់ប៉ាតេចូលកុំបើកភ្លើងខ្លាំងពេកតែហ៊ានបើកភ្លើងខ្លាំងពេកប៉ាតេប៉ោងប៉ុណ្ណាណីអត់ល្អទេបើសិនជាប្រើចក្រានដូចខ្ញុំប្រើលេខ4ឬលេខ5ទៅនេះបងប្អូនឆ្អិនឲ្យឃើញទេអានេះរសជាតិហឹរហើយនឹងរសជាតិធម្មតាខ្ញុំចូលចិត្តប៉ាតេត្រីជាងសាច់ជ្រូកបងប្អូនហើយបងប្អូនចង់យកទៅបំពងយកទៅចៀនជារឿងរបស់បងប្អូនទេចឹងក្នុងវីដេអូនេះបើមានការខុសឆ្គងត្រង់កន្លែងណាមួយសូមអធិស្ឋានហើយម៉ែសវណ្ណនៅប្រទេសអង់គ្លេសសូមជម្រាបលាជូនពរបងប្អូនទាំងអស់គ្នាសុខភាពល្អ